ខ្ញុំណែនាំ website មួយដែលនិយាយពីការរកលុយទៅលើ website website ហ្នឹងគឺយើងអាចរកលុយជាមួយវាបានដោយវាឲ្យយើងជាកាក់ជា coin ហើយយើងអាចដូរយកជាលុយបានអញ្ចឹងអ្នកនាងបើក Google Chrome នេះមកបន្ទាប់មកទៅកាន់ Gmail របស់ខ្លួនឯងអញ្ចឹងណាហើយវាយពាក្យថា free.net ទៅមកវានឹងចេញតម្រងបែបនេះសម្រាប់អ្នកដែលអត់ទាន់មាន account ចុច sign up អ្នកដែលធ្លាប់ register ហើយយក sign in មកហើយនៅពេលដែលយើង sign in ក៏ដោយ sign up ក៏ដោយវាឲ្យយើងរើសconnect with Google account ហើយអញ្ចឹងយក Google account ហ្នឹងមកនេះដោយសារតែខ្ញុំមាន account ជាមួយវាហើយអញ្ចឹងវាដាក់ login success អញ្ចឹងនៅពេលដែលយើង login មកវានឹងចេញតម្រងបែបនេះហើយអ្នកនាងអាចចុចកន្លែង bonus នេះដើម្បីទៅយក bonus ពីវាបានអ៊ីនធឺណិត slow តិចអញ្ចឹងនៅពេលដែលយើងចូលមកភ្លាមយើងអាច claim បាន50កាក់ហើយកន្លែងនេះយើងគ្រាន់តែចុច join Discord server របស់គេនេះបាន50កាក់ទៀតហើយយើងចុច follow X របស់គេបាន50កាក់ទៀតហើយកន្លែងនេះយើងធ្វើវីដេអូពី website ហ្នឹងដាក់ YouTube ទៅហើយយើង copy link មកដាក់នៅហ្នឹងមកគេឲ្យ 2000កាក់អានេះយើងអាចរកបានអញ្ចឹងណាហើយវិធីរកជាមួយនឹង website ហ្នឹងគឺអ្នកនាងអាចចុចកន្លែងនេះអ្នកនាងចុចហ្នឹងមកវាមានកន្លែងនេះវាឲ្យថាប្រយោជន៍ 50% 30% អីចឹងទៅអញ្ចឹងអ្នកនាងចុចចូលមកចុចចូលវាមកចុចចូលលើហ្នឹងវាមានហ្គេមច្រើនអ្នកឲ្យយើងលេងអញ្ចឹងអារូបនេះគឺសំដៅលើ device ជា Android អញ្ចឹងយើងចុចបើយើងឧទាហរណ៍យើងចង់យើងលេងហ្គេមហ្នឹងយើងលេងចប់ហើយហ្គេមហ្នឹងវាឲ្យ1400 14189 កាក់អញ្ចឹងវាមានប្រមាណ step នេះវាមាន7 step ហើយរយៈពេលលេងវាឲ្យលេងតែប្រហែលថ្ងៃឯង7ថ្ងៃឯងអញ្ចឹងយើងអាចលេងអាហ្នឹងទៅវាឲ្យកាក់យើងហើយនៅពេលដែលយើងចុចចូលមកបើយើងចង់លេងវាយើងចុច play and earn នេះមកចុច play and earn ហ្នឹងវានឹងឲ្យយើងយកទូរស័ព្ទហើយ scan QR ហ្នឹងមកនឹង scan ហើយវានឹងរត់ទៅ link ហ្នឹងដើម្បីឲ្យយើង install ហ្គេមហ្នឹងនៅលើទូរស័ព្ទរបស់យើងហើយអាហ្នឹងសម្រាប់អ្នកប្រើ Android អ្នកប្រើ iOS iPhone ក៏មានដែរដូចជាអានេះគេ Donald Empire នេះឬមួយក៏លេងបៀនេះវាឲ្យ 15000 កាក់អញ្ចឹងអ្នកនេះអាចលេងបានហើយវានេះមាន12 step វាឲ្យលេង15ថ្ងៃអញ្ចឹង12 គោលដៅអញ្ចឹងនៅពេលដែលយើងចុចគ្រាន់តែ install ភ្លាមបាន6កាក់យើងលេងដល់ level 5បាន3កាក់លេង level 10បាន3កាក់ level អានេះយើងលេងបន្តទៀតវាឲ្យ10កាក់ជាងអីចឹងទៅហ្នឹងវាឲ្យតាមហ្នឹងតាមអ្វីដែលយើងលេងដូចដដែលទេយើងចុចកន្លែង play នេះមកវាឲ្យ scan ហើយអានេះទៅលើ iPhone ណាអញ្ចឹងយើងត្រឡប់មកវិញមកកន្លែងនេះ survey អ្នកអាចពេញ form survey ឲ្យគេបានតែ survey នេះរៀងពិបាកដោយសារតែភាសាអង់គ្លេសច្រើនដែរអញ្ចឹងអ្នកនេះអាចលេងហ្គេមក៏បាន survey ក៏បានគាត់ទៅ survey ក៏បានលុយដែរប៉ុន្តែវាមានលក្ខខណ្ឌពេញឲ្យច្រើនដែរ survey យើងអាច survey តាមនេះអានេះក៏គេឲ្យកាក់មកយើងដែរវាឲ្យ 40% វាឲ្យអីចឹងទៅតាមនឹងច្រើនដែរបន្ទាប់មកទៀតនៅពេលអ្នកនេះប្រកាសជាឆ្ងល់ថានៅពេលដែលរកកាក់បានហើយត្រូវធ្វើម៉េចអញ្ចឹងអ្នកនេះអាចចុចចូលមើលតាម step អស់នេះក៏បានដែរខ្ញុំប្រាប់អានេះទៅទៀត Dicto នេះគឺ install app មានទាំងលេងហ្គេមទាំង install app កន្លែង install app អ្នកចុចកន្លែង install នេះមកអញ្ចឹងនៅក្នុងនេះវាមានច្រើនដូច app Binance នេះអ្នកនេះចុច
install app វាមួយវាឲ្យ 5000 កាក់ជាងអញ្ចឹងអានេះសម្រាប់ iPhone ណាដល់ពេល install ហើយយើងបង្កើតគណនី Binance អីចឹងទៅវានឹងឲ្យកាក់មកយើងហើយអូខេដល់ពេលអ្នកគ្នាអាចរកបានហើយអ្នកគ្នាអាចដកលុយបានដល់ពេលដកហ្នឹងគឺមិនដកនេះទេមានតែយក coin ហ្នឹងមកដូរជាលុយអញ្ចឹងអ្នកគ្នាចុចកន្លែង cash out នេះមានតែកន្លែងដកប្រាក់ឯង cash out នេះវាមានវាឲ្យយើងដកតាម PayPal តាម coin តាមអីហ្នឹងមានតែយើងអាចដកជា coin ក៏បានយើងដកជាលុយក៏បានតែជាទូទៅគឺយើងដកតាម PayPal ទៅដោយសារតែ PayPal វាយល់វាយហើយដល់ពេលដែលយើងចុច PayPal កន្លែងនេះយើងពេញemail PayPal របស់យើងហើយកន្លែងនេះវាដាក់ remark 2000 coin ទៅมันអាចដកបាន2000 coin គឺស្មើនឹង$2អញ្ចឹងបើអ្នកនរអាចរកបាន100000 coin 100000 coin 100000កាក់ដែលគេឲ្យហ្នឹងគឺបាន$100ដែរវាមិនមែនជាការបោកប្រាស់ទេតែយើងអាចរកបានមែនប៉ុន្តែទាមទារឲ្យយើងត្រូវធ្វើតាម step របស់វាហើយវាក៏មិនស្រួលប៉ុន្មានដែររៀងពិបាកដែរអញ្ចឹងបើអ្នកគ្នាចូលចិត្តលេងហ្គេមអ្នកគ្នាអាចចូលមកលេងលើនឹងបានលុយហើយយើងអាចលេងទៅខ្ញុំបញ្ជាក់ម្ដងទៀតកន្លែងនេះគឺ2000កាក់បណ្ណាយើងដកបានអូខេហើយវីដេអូបន្ទាប់ខ្ញុំនឹងនិយាយអំពីរបៀបបង្កើត PayPal ឲ្យអ្នកគ្នាបង្កើត PayPal មួយដើម្បី transfer បានហើយlink ខ្ញុំនឹងដាក់ពីក្រោម description វីដេអូហ្នឹងតែប៉ុណ្្នឹងទេវីដេអូហ្នឹង